Sayaនៅភ្នំពេញហ្នឹងឥឡូវចេញមួយចំនួនឃើញអាដាមជួនរិនតាមអាដាមកែស្នងការមិនដោយលើកមុនច្រើនខែទេប៉ុន្តែវានៅមកតង់ខ្ញុំចង់ឲ្យអាដាមកើតរិទ្ធអាដាមសតទេតអាដាមវងពិសេនសិក្សាផ្លូវច្បាប់ឲ្យខ្ញុំពេចក្មេងៗទំនើងឥឡូវយើងចាប់ដាក់គុកអស់តបាយហើយចេញមកខ្លះកែខ្លះមិនកែមិនបាច់ទៅដល់រុញទៅដល់ជួរមុខទេឲ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើដល់សមរភូមិមុខមិនបាច់យកទៅកាន់កំភ្លើងបាញ់ទេយកទៅធ្វើតែចាក់ពុំលេនដ្ឋានចាក់ពុំស្អីហ្នឹងដើម្បីទៅជួយដល់កងវិស្វកម្មទៅអាហ្នឹងបាយក៏យើងត្រូវទៅឲ្យដែរជាកាតព្វកិច្ចមនុស្សធម៌តែកុំឲ្យអ្នកឯងនៅទៅនងទេកាប់ចាក់អាហ្នឹងគេហៅអីពីមុនណាអាទ្រឹស្ដីរបស់អ្នកទោសស្អីបាយស៊ីស្រាប់អាចគេសែងមិនហ្នឹងអាគិសនីខ្វាត់ខ្វែងផឹកឡើងទៅ3 4ក្តោគោជាការហាត់ប្រាណហ្នឹងឥឡូវយើងមើលគឺការប្រើប្រាស់អប់រំនៅក្នុងពេលអប់រំនេះព្រោះតែខុសទៅអនុវត្តច្បាប់ត្រូវយកចូលដាក់អប់រំនឹងជាជាងដាក់ឲ្យនៅក្នុងពន្ធនាគារអត់ធ្វើអីយកទៅដាក់គិតមើលនៅក្នុងការគ្រប់គ្រងពិសេសរបស់នគរបាលនៅកន្លែងណាមួយសម្រាប់ធ្វើការងារបម្រើឲ្យសមរភូមិមុខមើលបាទ